លោក Donald Trump បាននិយាយទៅកាន់លោក Putin ថាគាត់កំពុងប្រឡែងជាមួយនឹងគ្រឿងខាងសូមស្វាគមន៍មកកាន់ព័ត៌មានហិរញ្ញវត្ថុរបស់ Epic Insights ការសង្ខេបព្រឹត្តិការណ៍ប្រចាំថ្ងៃទី28 ខែឧសភាឆ្នាំ2025លុយដុល្លារអាមេរិកបានកើនឡើងបន្តិចមកក្នុងបរិវេណតម្លៃ 99.00 បន្ទាប់ពីមានការធ្លាក់ចុះពីថ្ងៃចុះគ្នាហើយការកើនឡើងនេះគឺដោយសារតែទស្សនៈការភ័យខ្លាចទៅលើទីផ្សារចាប់ផ្ដើមថមថយចុះម្ដងបន្តិចហើយការពីយប់នេះសមាជិកធនាគារកណ្ដាលសហរដ្ឋអាមេរិកលោក Pakin បានលើកឡើងនៅក្នុងសន្ទរកថាថាសេដ្ឋកិច្ចសហរដ្ឋអាមេរិកនៅតែស្ថិតនៅលើផ្លូវស្រដៀងគ្នាដោយកាលពីប្រហែលឆ្នាំមុនដោយទីផ្សារការងារស្ថិតនៅក្នុងទីតាំងល្អហើយតែប្រណាបានធំថយចុះម្ដងបន្តិចឆ្ពោះទៅរកគោលដៅហើយលោកក៏បានលើកឡើងផងដែរថាការកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាលកំពុងចាប់ផ្ដើមប៉ះពាល់ដល់ទីផ្សារការងារផងដែរហើយកាលពីម្សិលមិញនេះប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានបង្ហោះសារនៅក្នុងបណ្ដាញសង្គមផ្ទាល់ខ្លួនរបស់លោកថាប្រធានាធិបតីរុស្ស៊ីលោក Putin បានយកឃើញថាអ្វីដែលគាត់កំពុងធ្វើនឹងប៉ះពាល់ទៅលើខ្លួនឯងវិញដែលបន្ទាប់ពីប្រទេសរុស្ស៊ីបានរំលោភនៅបទច្បាញ់ជាមួយនឹងអ៊ុយក្រែនដែលសហរដ្ឋអាមេរិកបានឈរនៅកណ្ដាលនៅក្នុងកិច្ចចរចាសម្រាប់កាលពីម្សិលមិញនេះទីផ្សារសញ្ញាបត្រជាតិរបស់សហរដ្ឋអាមេរិកមានការថមថយខណៈពេលដែលទីផ្សារភាគហ៊ុនរបស់សហរដ្ឋអាមេរិកមានការកើនឡើងសម្រាប់ភាគហ៊ុនរបស់ S&P 500បានកើនឡើង 0.86% ចំណែកភាគហ៊ុន Dow Jones បានកើនឡើង 0.80% និងភាគហ៊ុនរបស់ Nasdaq បានកើនឡើង 1.11% រីឯសន្ទុះភាគហ៊ុន Russell 2000បានកើនឡើង 1.53% ផងដែរបន្ទាប់ពីមានការកើនឡើងដ៏ល្អឥតខ្ចោះរបស់លុយផោនដែលបានកើនឡើង6ថ្ងៃជាប់គ្នាលុយផោនក៏បានថមថយមកវិញក្នុងបរិវេណតម្លៃ 1.3500 ដែលសារតែការងើបឡើងមកវិញនៃលុយដុល្លាររួមផ្សំទៅនឹងរបាយការណ៍សេដ្ឋកិច្ចដ៏ល្អប្រសើរការកើនឡើងនៃលុយដុល្លារអាមេរិកបានធ្វើឲ្យរូបិយប័ណ្ណផ្សេងទៀតមានការធ្លាក់ចុះដែលមានដូចជាលុយអឺរ៉ូបានធ្លាក់ចុះ 0.52% លុយអូស៊ីបានធ្លាក់ចុះ 0.70% លុយយ៉េនបានធ្លាក់ចុះ 1.06% ផងដែរសម្រាប់តម្លៃប្រេងបានរក្សាស្ថិរភាពតម្លៃរបស់ខ្លួនក្នុងបរិវេណតម្លៃ $60 ក្នុងមួយបារ៉ែលដែលហាក់ដូចជាកំពុងរងចាំអំពីកិច្ចប្រជុំរបស់អង្គការ OPEC Plus នៅដើមខែមិថុនាខាងមុខនេះខណៈពេលដែលតម្លៃមាសមានការធ្លាក់ចុះ $78 ក្នុងមួយតម្លឹងដែលបានធ្លាក់ចុះពីកម្រិតតម្លៃ $4039 មកកាន់កម្រិតតម្លៃ $3961 ក្នុងមួយតម្លឹងដោយសារតែការកើនឡើងនៃលុយដុល្លារអាមេរិកចំណែកឯកាក់ Electronic Bitcoin វិញក៏បានធ្លាក់ចុះផងដែរដែលបានធ្លាក់ចុះពីកម្រិតតម្លៃ $110,000 មកកាន់កម្រិតតម្លៃ $170,000 ក្នុងមួយកាក់សូមអរគុណសម្រាប់ការតាមដានព័ត៌មានហិរញ្ញវត្ថុរបស់ Epic Insights